ប្រាជ្ញចំណាស់បានដើរទៅមកហើយភ្លាមនោះបានលេចឡើងនៅលើកំពូលភ្នំឈីតូចអ្នកពេទ្យជាគួរឲ្យចាប់អារម្មណ៍ទាំងគ្រូរបស់អ្នកទៅទៀតនៅពេលដែលនិយាយអំពីការការពារសិស្សរបស់អ្នកគាត់ដកដង្ហើមធំដោយអារម្មណ៍គ្រូរបស់អ្នកពេញចិត្តនិងសិស្សចុងក្រោយដែលអ្នកបានរកឃើញសម្រាប់ខ្ញុំអញ្ចឹងហើយអត់មើលទៅអត់មានកាដូអីឲ្យសិស្សចៅទេហ៎បន្ទាប់ពីកិនយ៉ាងយូរខ្ញុំបានឈានដល់ការសន្និដ្ឋានដូចគ្នាខណៈពេលដែលជាប់នៅក្នុងព្រៃគុណធម៌អ្វីដែលខ្ញុំខកខានគឺសិស្សដូចជាឈិនភីងអានអ្នកប្រាជ្ញានោះស្រាំតែបើកភ្នែកធំគាត់នៅឯណាអាចអូមិនទេតានៅលេឡាមែនណាគាត់បានចិនជើងដោយក្តីបារម្ភយ៉ាងណាមិញគាត់ស្រាំតែស្ងប់ចិត្តវិញបន្ទាប់ពីមួយរយៈហើយគាត់បាននិយាយទាំងញញឹមថាអូវាដូចឆ្នោះមែនប៉ុន្តែសិស្សរបស់ខ្ញុំនៅក្មេងអូឈប់សិនខ្ញុំគិតថាគាត់មានអាយុ14ឬ15ឆ្នាំហើយគាត់មិនក្មេងទៀតទេបើគាត់នៅក្នុងពិភពខាងក្រៅគាត់នឹងមានអាយុគ្រប់គ្រាន់ដើម្បីរៀបការនឹងមានកូននៅកន្លែងជាច្រើនអីចឹងហើយគិតថាណានេះលើកទី2ហើយស្ត្រីម្នាក់និយាយទាំងញញឹមតិចនៅកន្លែងណាមួយនៅលើមេឃអីចឹងលើកទី2ហើយអ្នកប្រាជ្ញាធ្វើពន្ធជាងើយក្បាលឡើងហើយចាក់ត្រចៀកអីចឹងម្ដងមកម្ដងទៀតឬតាអ្នកទៅតែនិយាយអ្វីខ្ញុំមិនបានឮអ្នកច្បាស់ណាស់ទេមិនត្រឹមតែការស្ដាប់របស់ខ្ញុំមិនល្អទេសូម្បីតែការនិយាយរបស់ខ្ញុំក៏មិនច្បាស់លាស់ហើយងាយនឹងបង្កការយល់ច្រឡំគ្មានអ្វីចំណែកទេដែលគាត់អាចបង្កើតសិស្សដូចជាជួយឆានអញ្ចឹងមិនទេតែជួយឆានកាត់រកគ្រូហ្មងណាហើយឡោដូចគ្នាណាទោះជាយ៉ាងណាក៏ដោយអ្នកប្រាជ្ញាបានងាកមកមើលទាំងថ្មដ៏ធំមួយបន្ទាប់ពីសំឡេងរបស់គាត់រសាត់បាត់ទៅអក្សរត្រង់ទៅកាន់អក្សរសរសេរថាត្រង់ទៅកាន់តុលាការឋានសួគ៌ត្រូវបានចរិកនៅលើផ្ទៃរបស់វាអ្នកប្រាជ្ញាបានដកភ្នែករបស់គាត់ចេញហើយមើលទៅជើងភ្នំខ្ញុំនៅតែចង់ជ្រមុជខ្លួនក្នុងទេសភាពនៃភ្នំនិងទន្លេធំ1000ឆ្នាំគឺខ្លីពេកហើយ10000ឆ្នាំក៏មិនយូរពេកដែរអញ្ចឹងពេលឈិនភីនអានដឹងខ្លួនឡើងវិញគាត់បានរកឃើញថាគាត់កំពុងអង្គុយនៅលើរនាំងស្ពានកោងពណ៌មាសម្ដងទៀតស្ពានកោងនៅតែវែងដូចលើកមុនដែរទាំងចំណុចចាប់ផ្ដើមនិងចំណុចបញ្ចំมันអាចមើលឃើញនោះឡើយវាត្រូវបានហុំព័ទ្ធដោយសមុនពពងហើយនេះគឺជាទស្សនវិជ្ជាដែលធ្វើឲ្យមនុស្សម្នាក់ងើកឆ្ងល់និងវង្វេងផ្លូវវាពិបាកក្នុងការស្រមៃមើលថាតើនៅមានអ្វីកើតឡើងប្រសិនបើគាត់រអិលធ្លាក់ពីលើស្ពានតើគាត់នឹងបុកដីហើយផ្ទុះជាបំណែកទេតើគាត់នឹងធ្លាក់ចូលទៅក្នុងទីជម្រៅបំផុតជារៀងរហូតទេឬប្រសិនបើគាត់នឹងស្លាប់ដោយសារតែអត់ឃ្លានទេតើគាត់នឹងធំឡើង1ឆ្នាំហើយក្លាយទៅជាអាយុ15ឆ្នាំនៅពេលដែលគាត់ដួលស្លាប់នៅទីបំផុតទេតាមពិតទៅឈិនភីនអានគឺជាមនុស្សម្នាក់ដែលតែងតែគិតអំពីរឿងចម្លែកនិងចម្លែកទាំងនេះឲ្យគិតដូចអេដមីនដែរណាអេដមីនតែទៅពេលខ្លះអេដមីនដេកទៅគឺច្រើនតែអញ្ចឹងឯងគឺតែងតែគិតមិនក៏ជីវិតមិនក៏ខ្លីម៉ែណ៎គិតខាងយើងណាមិនជីវិតគិតជីវិតដែលខ្លីម៉ែណ៎មិនក៏ឆាប់ចាស់ម៉ែហើយមិនបានជាឆាប់ហើយស្លាប់ម៉ែអញ្ចឹងណាហើយទៅជាអញ្ចឹងវិញណាទោះយ៉ាងណាក៏ដោយគំនិតរបស់គាត់ហាក់ដូចជាមិនទាន់បានកែលម្អដល់ឡើយទេព្រោះគាត់មិនធ្លាប់បានសិក្សាឬបានទៅសាលារៀនពីមុនមកស្ត្រីខ្ពស់ស្លៀកពាក់ពណ៌សបានអង្គុយក្បែរឈិនភីនអានហើយនិយាយដោយសម្លេងស្រទន់ថាកន្លែងនេះពីមុនធ្លាប់ជាសមរភូមិហើយពេលដែលសមរភូមិដ៏ធំបានបញ្ចប់ទៅវិញអ្វីដែលនៅសល់គឺស្ពានកោងមួយនេះតើអ្នកមើលទៅទីនោះបើអ្នកមើលទៅទីនោះធ្លាប់មានទ្វារឋានសួគ៌ភាគខាងកើតដែលធំណាស់អ្នកដែលទទួលខុសត្រូវក្នុងការយាមទ្វារនោះគឺជាបរិយមានចិត្តលោភលន់ម្នាក់ដែលស្លៀកឈុតគ្រឿងសឹកពណ៌ប្រាក់ឈ្មោះតា
ปิงฟรอអញ្ចឹងកង្កែបធំទេគាត់មិនមែនជាមនុស្សអាក្រក់ទេប៉ុន្តែគាត់ពិតជានិយាយដូចមនុស្សល្ងង់ម្ចាស់ដំបងរបស់ខ្ញុំបានឆ្លោះជាមួយនឹងថ្នាក់លើរបស់គាត់ហើយទទួលបានជ័យជំនះនៅពេលនោះថ្នាក់លើរបស់គាត់បានជួយថ្នាក់លើរបស់គាត់មានអ្នកជួយមួយចំនួនដែលកំពុងមើលសមរភូមិពីចម្ងាយទោះជាយ៉ាងណាក៏ដោយសមរភូមិគឺខ្លាំងណាស់ដែលគ្មាននរណាម្នាក់ហ៊ានបង្ហាញខ្លួននិងជួយសម្ព័ន្ធមិត្តរបស់ពួកគេឡើយពេលសម្លឹងមើលទៅដែលនាងកំពុងចង្អុលឈិនភីនអានបានឃើញកន្លែងទទេមួយដែលម្ដងម្កាលត្រូវបានបំភ្លឺដោយហើយពន្លឺភ្លឹបភ្លែតឥឡូវគ្មានអ្វីនៅសល់ទេស្ត្រីខ្ពស់នោះបាននិយាយយ៉ាងស្រទន់ឈិនភីនអានមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរឿងនេះតើដូច្នេះមែនទេគាត់និយាយដោយអារម្មណ៍ស្ត្រីរាងខ្ពស់នោះបានក្រវីជើងរបស់នាងយ៉ាងស្រាលពេលដែលនាងដាក់ដៃលើរនាងញញឹមហើយនិយាយថាគោលបំណងនៃការដាំដុះនិងការខិតខំប្រឹងប្រែងដើម្បីសាងសង់ស្ពានមួយដើម្បីឲ្យមានអាយុវែងគឺមិនមែនសម្រាប់ហេតុផលផ្សេងក្រៅអំពីការទទួលបានសមត្ថភាពដើម្បីរស់រានមានជីវិតនិងមានភាពពាក់ព័ន្ធនោះទេវាគឺដើម្បីការពារវាសនាកុំឲ្យคล้ายជាធូលីក្នុងទន្លេដ៏វែងឆ្ងាយដូច្នេះមនុស្សគ្រប់គ្នាចូលចិត្តហៅខ្លួនឯងថាជាអ្នកដែលកំពុងធ្វើដំណើរប្រឆាំងនឹងលំហូរឈិនវិញអានយល់ពីអ្វីដែលវិញ្ញាណដាវកំពុងតែព្យាយាមនិយាយនាងគ្រាន់តែប្រាប់គាត់ឲ្យរស់នៅបានល្អតើអ្នកណាមិនចូលចិត្តរស់នៅបានល្អស្ត្រីរៀងខ្ពស់បានងាកមកសួរទាំងញញឹមថាតើអ្នកហត់នឿយទេបន្ទាប់ពីដើរផ្លូវឆ្ងាយបែបនេះឈិនភីនអានបានគិតយ៉ាងយកចិត្តទុកដាក់មួយសន្ទុះខ្ញុំមិនហត់នឿយទេតាមពេលទៅដំណើរកំសាន្តនេះងាយស្រួលជាងពេលដែលខ្ញុំឡើងភ្នំដើម្បីប្រមូលអសន្ននិងអស់កាលខ្ញុំនៅតូចបន្តិចទោះជាយ៉ាងណាក៏ដោយយើងបានជួបប្រទះមនុស្សនិងរបស់ចម្លែកច្រើនពេកហើយរឿងនេះតែងតែធ្វើឲ្យខ្ញុំមានអារម្មណ៍មិនស្រួលធ្វើឲ្យខ្ញុំមិនអាចគេងលក់ស្រួលយ៉ាងណាក៏ដោយគាត់បានងាកមកយ៉ាងលឿនហើយនិយាយដោយស្នាមញញឹមដ៏រីករាយថាប៉ុន្តែខ្ញុំអាចរីករាយនឹងការគេងលក់ស្រួលនៅពេលនោះទោះបីជាខ្ញុំក្រីក្រនៅពេលនោះក៏ដោយខ្ញុំតែងតែអាចងងុយគេងបានយ៉ាងលឿនទោះជាយ៉ាងណាក៏ដោយឥឡូវនេះខ្ញុំកំពុងធ្វើដំណើរជាមួយនឹងប៉ាវភីងនិងអ្នកដទៃទៀតខ្ញុំមិនហ៊ានធ្វើប្រហែសបែបនេះទេខ្ញុំខ្លាចពួកគេជួបគ្រោះថ្នាក់អ្នកមិនបានទួយតែអ្វីទេមែនទេស្ត្រីនោះបានសួរឈិនភីនអានបានគិតអំពីរឿងនេះមួយសន្ទុះហើយគាត់បានចម្លងសកម្មភាពរបស់បងស្រីអមតៈនៅក្បែរគាត់បានក្រវីជើងរបស់គាត់ហើយដាក់ដៃរបស់គាត់ឡើងលើរនាំងឲ្យចង់គេធ្វើ style ដូចគ្នាគាត់បានសម្លឹងមើលទៅឆ្ងាយគាត់បានឆ្លើយដោយសំឡេងស្រទន់ថាខ្ញុំធ្វើឧទាហរណ៍តើក្មេងស្រីម្នាក់ឈ្មោះជូលូអាចអាក្រក់យ៉ាងនេះដោយរបៀបណាហើយតើក្មួយស្រីដែលស្លៀករ៉ូបអាពាហ៍ពិពាហ៍អាចសម្លាប់អ្នកប្រាជ្ញជាច្រើនអ្នកយ៉ាងនេះដោយរបៀបណាដោយសារតែនាងមានអារម្មណ៍ថាគូស្នេហ៍របស់នាងលែងចូលចិត្តនាងទៀតហើយឬប្រសិនបើមិនមែនដោយសារតែប៉ាភៀងនិងអ្នកដទៃទៀតមានវត្តមាននៅពេលនោះទេខ្ញុំប្រហែលជាបានបញ្ចេញធម្មពលដាវដើម្បីសម្លាប់នាងរួចហើយទាក់ទងនឹងបញ្ហាផ្សេងទៀតពួកគេមិនអាចចាត់ទុកថាជាការត្អូញត្អែបានទេទោះជាយ៉ាងណាក៏ដោយពួកគេនៅតែរំខានណាឧទាហរណ៍លីហួយតែងតែខ្ជិលច្រអូសនៅពេលនិយាយអំពីការសិក្សាហើយគាត់មិនដែលសោកចិត្តស្ដាប់ការបញ្ចុះបញ្ចូលរបស់ខ្ញុំទេមិនថាមានរឿងអ្វីកើតឡើងក៏ដោយខ្ញុំពិតជាមិនដឹងថាលោកគ្រូឈីអាចទប់ខ្លួនមិនអោយវាគាត់ដោយរបៀបណានោះទេចុះម្យ៉ាងទៀតបន្ទាប់ពីរីករាយជាមួយនឹងអាហារឆ្ងាញ់មួយចំនួនក្មេងៗទាំងនេះលែងចូលចិត្តញ៉ាំអាហារដែលខ្ញុំចម្អិនទៀតហើយតាមពិនខ្ញុំមានអារម្មណ៍ស្រពោនដោយសារតែរឿងនេះអំបិលនិងប្រេងមានតម្លៃថ្លៃណាស់ចុះលើពីនេះទៅទៀតខ្ញុំមានលទ្ធភាពជ្រើសរើសពេលវេលាល្អដើម្បីទៅនេសាទខ្ញុំមិនមានពេលវេលាល្អដើម្បីទៅនេសាទទេដូច្នេះខ្ញុំច្រើនតែមិនអាចចាប់ត្រីបានច្រើនទេដោយសារតែរឿងនេះខ្ញុំតែងតែមានអារម្មណ៍ខកចិត្តយ៉ាងខ្លាំងនៅពេលដែលខ្ញុំឃើញទឹកមុខខកចិត្តរបស់ពួកគេប្រសិនបើខ្ញុំមិនបារម្ភអំពីការបញ្យល់ពេល
ដំណើររបស់ពួកគេដើម្បីស្វែងរកចំណេះដឹងហើយប្រសិនបើខ្ញុំមានពេល1ឬ2ថ្ងៃដើម្បីបានបាច់នុយនិងនេសាទនោះខ្ញុំនឹងអាចចាប់ត្រីបានច្រើនសន្ធឹកសន្ធាប់ថ្មីនេះខ្ញុំពិតជាមានអារម្មណ៍មិនសូវជឿជាក់ទេនៅពេលដែលលីនស៊ុយអ៊ីខឹងនៅពេលនោះទោះបីជាហេតុផលចម្បងរបស់ខ្ញុំក្នុងការជ្រើសរើសទីធ្លាដ៏ថ្លៃនៅក្នុងផ្ទះសំណាក់សារតិរដូវគឺដើម្បីជាប្រយោជន៍ដល់ការដាំដុះរបស់គាត់ក៏ដោយខ្ញុំពិតជាមានហេតុផលផ្ទាល់ខ្លួនរបស់ខ្ញុំដែរមាននរណាម្នាក់ធ្លាប់ប្រាប់ខ្ញុំថាខ្ញុំនឹងមិនអាចដាំដុះបានទេដោយសារតែស្ពានដែលខ្ញុំមានត្រូវបានកាត់ផ្ដាច់ទៅកាន់អាយុយឺនយូរក៏ចង់និយាយចាន័យថាស្ពានអមតៈរបស់គាត់នឹងត្រូវបានកាត់ផ្ដាច់ចឹងណាអញ្ចឹងស្ពានរបស់គាត់នឹងត្រូវនិយាយពាក់មួយនឹងវ័យហ្នឹងណាដែលធ្វើឲ្យគាត់បែកបាក់ឲ្យស្ពាននៃអមតៈរបស់គាត់អានឹងគឺជាស្ពានអមតៈគឺវាដូចជាបើនិយាយទៅជារួមចាអ្នកវាដូចជានៅក្នុងរឿងវ៉ាងឌិនដែលមានឫសគល់ខាងវិញ្ញាណរឿងហាន់ឌីមានឫសគល់ខាងវិញ្ញាណអញ្ចឹងអ្នកអស់នេះអាស្ពានអមតៈនេះអ្នកអស់នេះវាដូចជាស្ពានមួយដែលសម្រាប់ឲ្យមនុស្សឲ្យអាចដាំដុះបានទេណាអាចដាំដុះបានឈានឆ្ពោះទៅរកភាពអមតៈអញ្ចឹងទៅណាអញ្ចឹងហើយបើគេវាយឬគល់ខាងវិញ្ញាណខ្ទេចទីហើយគឺវាពិបាកអានឹងការដាំដុះវិញហើយអញ្ចឹងណាតែគាត់និយាយចង់បញ្ជាក់កន្លែងហ្នឹងណាទោះជាយ៉ាងណាក៏ដោយខ្ញុំមិនចង់បោះបង់ចោលដោយងាយនោះទេទី1ដោយសារតែខ្ញុំបានសន្យាជាមួយនឹងបងស្រីធំអមតៈបងស្រីអមតៈធំអីចឹងបងស្រីអមតៈថាខ្ញុំនឹងក្លាយជាអមតៈនៅពេលអនាគតហើយទី2ដោយសារតែខ្ញុំក៏ច្រណែននឹងមនុស្សដូចជាអាលៀងផងដែរដោយដែលលីហួយបាននិយាយវាលយនឹងគួរឲ្យចាប់អារម្មណ៍យ៉ាងណាក្នុងការឈរលើដាវហើយហោះហើរទៅគ្រប់ទីកន្លែងដែលអ្នកចង់បានខ្ញុំក៏ចង់ក្លាយទៅជាបែបនោះដែរចឹងស្ត្រីខ្ពស់នោះបានស្ដាប់គំនិតរបស់ក្មេងប្រុសនោះដោយស្ងៀមស្ងាត់ពេលគាត់និយាយចប់នាងក៏និយាយលេងថាអូដូច្នេះអ្នកក៏ដឹងពីរបៀបពិចារណារឿងទាំងនេះដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដែរមែនទេខ្ញុំពីអានបានសម្លឹងមើលទៅឆ្ងាយតាមដែលអាចធ្វើទៅបានគាត់ញញឹមឲ្យឆ្លើយថាពិតណាខ្ញុំគិតដូច្នេះបន្ទាប់ពីឪពុកម្ដាយរបស់ខ្ញុំបានទទួលមរណភាពខ្ញុំតែងតែគិតឲ្យតែពីខ្លួនឯងខ្ញុំស្ទើរតែគ្មានពេលគិតពីអ្នកដទៃទេតាមពិតទៅខ្ញុំបានផ្លាស់ប្ដូរហើយคล้ายជាបែបនេះបន្ទាប់ពីបានជួបអ្នកទាំងអស់គ្នាឆ្លោះជាមួយនឹងអ្នកដទៃទិញភ្នំនិងហាងអាននឹងរៀនតួអក្សរធ្វើទូសៀវភៅតូចអនុវត្តការដើរសមាធិនិងបច្ចេកទេសកណ្ដាប់ដៃចំណាយលុយទិញសៀវភៅជ្រើសរើសផ្លូវដែលត្រូវដើរធ្វើឲ្យកំបិតមុតស្រួយនិងចិញ្ចឹមសាសនិងធ្វើអ្វីផ្សេងទៀតរាល់ថ្ងៃគឺមមាញឹកណាស់ប៉ុន្តែខ្ញុំមិនសោកស្ដាយនៅក្នុងរឿងនេះទាល់តែសោះខ្ញុំសប្បាយចិត្តណាស់សំឡេងរបស់ឈិនពីនអានបានคล้ายទៅជាសំឡេងខ្សឹបខ្សៀវហើយគាត់បន្តថាប៉ុន្តែខ្ញុំពិតជានឹកឪពុកម្ដាយរបស់ខ្ញុំបន្តិចខ្ញុំឆ្ងល់ថាតើពួកគាត់សុខសប្បាយជាទេមែនទេស្ត្រីរៀងខ្ពស់បាននិយាយដោយអារម្មណ៍ថាធ្វើតាមអ្វីដែលក្មេងប្រុសតូចបាននិយាយនៅពេលនោះឈិនពីនអានស្រាប់តែងាកមកក្រោយហើយនិយាយដោយសំឡេងទាបថាបងស្រីអមតៈឥឡូវនេះខ្ញុំមានទ្រព្យសម្បត្តិច្រើនហើយសម្បូរណាស់ស្ត្រីរៀងខ្ពស់នោះមិនអាចទប់សំណើចបានទេយ៉ាងណាក៏ដោយនាងបានយល់អារម្មណ៍របស់គាត់យ៉ាងឆាប់រហ័សហើយមានអារម្មណ៍ធូរស្រាលបន្ទាប់ពីរំលឹកឡើងវិញនៅអតីតកាលដ៏លំបាករបស់ក្មេងប្រុសនោះគ្រាន់តែរឿងតូចតាចនៃការដាក់គូស្រករនៅលើទ្វារមុខផ្ទះរបស់គាត់បានធ្វើឲ្យក្មេងប្រុសតូចរូបនេះមានទម្ងន់ក្នុងចិត្តអស់រយៈពេលជាច្រើនឆ្នាំដូច្នេះការខ្លាយទៅជាអ្នកមានគឺជារឿងដ៏រីករាយបំផុតសម្រាប់គាត់ភ្នែករបស់ជិនពីនអានបានខ្លាយទៅជាមុតស្រួយហើយគាត់ស្រាំតែនិយាយថាកុំបារម្ភអីបងស្រីអមតៈអញ្ចឹងអេមីនក៏បញ្ជាក់កន្លែងនៃស្អីស្អីរូបទេគូទេសកគូសកហ្នឹងណាដាក់គូសកហ្នឹងអានេះវាដូចជាស្លាកសញ្ញាមួយអញ្ចឹងដូចជាសក្តីប្រកាសមួយគេបិទនៅមុខផ្ទះអញ្ចឹងណាវាដូចគេសរសេរបញ្ជាក់ថាបុគ្គលនេះគឺជាអ្នកក្រអ្នកលហាមអ្នកដែលមានឬក៏ជាសក្តីប្រកាសចាប់ស៊ូមូអីជាដើមអញ្ចឹងណានេះក្តីសក្តីប្រកាសដើម្បីចាប់អីស៊ីវជាអីជាដើមអញ្ចឹងអានឹងដូចគ្នាអញ្ចឹងឯងអញ្ចឹងពេលហ្នឹងគឺដោយសារអីបានជាអី
ឃើញមានអានគាត់មានវិញគឺដោយសារតែជួយឆានឹងគាត់បានទៅបកអាកដាស់នឹងចេញពីអាមុខផ្ទះគាត់ហ្នឹងណាបកចេញហ្នឹងណាបានអីគាត់ដូចជាបដូរវាសនារបស់ហើយចេញពីអានហ្នឹងដើម្បីឲ្យគាត់ខ្លាចជាអ្នកមានវិញចឹងណាអានេះអត់មានជាកន្លែងហ្នឹងក្នុងអេនមេមានអញ្ចឹងណាកន្លែងតំណងណាខ្ញុំពិតជានឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីសម្រេចអ្វីដែលខ្ញុំបានសន្យាជាមួយនឹងអ្នកស្ត្រីរៀងខ្ពស់បានងាកមកវិញហើយដាក់ដៃលើក្បាលក្មេងប្រុសតូចខ្ញុំរីករាយណាស់ដែលបានជួបអ្នកនិយាយដោយសំឡេងកក់ក្ដៅនិងស្រទន់ដោយជាចង់បញ្ចេញមតិបន្ថែមទៀតនាងបានសម្រេចចិត្តអនចោលហើយចុចថ្ងាសរបស់នាងទល់នឹងថ្ងាសរបស់ឈិនពីនអាននេះពេលប្រុសស្លូតបូនមានអារម្មណ៍ខ្មាស់អៀនបន្តិចចំពោះរឿងនេះគាត់ចង់កក្បាលគាត់ប៉ុន្តែគាត់មិនហ៊ានធ្វើដូច្នេះហើយរំខានដល់ស្ត្រីខ្ពស់នៅទេនេះមិនតែគាត់ចង់អេះក្បាលចឹងតែប៉ុន្តែគាត់មិនដឹងធ្វើម៉េចមិនថានាងយកឲ្យចិញ្ចើមរបស់នាងមកដាក់ជាប់នឹងចិញ្ចើមរបស់ឈិនពីនអានស្ត្រីរៀងខ្ពស់ញញឹមហើយផ្អៀងខ្លួនទៅក្រោយនៅទីបំផុតវិញ្ញាណដាវជើងតទេនិងក្មេងប្រុសដែលពាក់ស្បែកជើងចម្បាំងបានអង្គុយនៅទីនោះបែបនោះក្រវីជើងរបស់ពួកគេហើយសម្លឹងមើលទៅឆ្ងាយពេលវេលាបានកន្លងផុតទៅប៉ុន្តែពួកគេមិនដឹងអ្វីទាំងអស់អំពីរឿងនេះប្រសិនបើសពថ្ងៃនេះត្រូវបានចាត់ទុកដូចជាកំពង់ផែនៅក្នុងទន្លេនៃពេលវេលានោះធ្វើដំណើរបញ្ច្រាសចរន្តទឹកទន្លេរយៈពេល20000ឆ្នាំនោះគេនឹងឃើញថាសមត្ថភាពបំផ្លិចបំផ្លាញនិងចេតនាសម្ដាប់របស់វិញ្ញាណដាវគឺគ្មានគូប្រៀបនៅក្នុងโลกនេះនឹងលើសពីឋានសួគ៌នេះនិយាយទៅអំណាចរបស់ដាវនឹងអ្នកនរនេះគឺវាខាប់ណែនហ្មងណាបើនិយាយពីកម្លាំងវាខ្លាំងវាតែមែនតើហ្មងណាយើងគិតមើលថាឈិនពីនអានគាត់កាប់តែក្នុងរមូទេដាច់នៅខាងក្រៅណាវាធ្លាយមកខាងក្រៅណាដោយគ្រាន់តែគោះជើងមួយផ្លែអ្នកប្រាជ្ញចំណាស់រូបនេះបានដើរកាត់ទន្លេនិងភ្នំចម្ងាយ400គីឡូម៉ែត្រហើយបានចុះចតយ៉ាងស្រស់ស្អាតនៅទីតាំងដែលឈិនពីនអានបានប្រើដាវវាយប្រហារនៅពេលនោះគាត់ចាប់ដើមតែយឺតហើយគាត់បានលើកដៃឡើងហើយពត់ម្រាមដៃរបស់គាត់ពេលដែលគាត់គោះលើខ្យល់ជំវិញវាមើលទៅដូចជាគាត់កំពុងតែគោះទ្វារដែលគ្មានដោយចៃដន្យទោះជាយ៉ាងណាក៏ដោយគ្មានការឆ្លើយតបទេដូច្នេះអ្នកប្រាជ្ញាគ្មានជំរឿអ្វីក្រៅអំពីដាក់ដៃចោលហើយនិយាយដោយកំហឹងថារឿងនេះមិនសមហេតុផលទេអាកប្បកិរិយាបែបនេះគឺស្រដៀងនឹងការឡើងនឹងការដំឡើងតង់នៅក្នុងផ្ទះរបស់អ្នកដទៃហើយបំភ្លេចពេលទៅខ្ញុំគ្រាន់តែរងចាំបណ្ដោះអីចឹងហើយណ៎អ្នកប្រាជ្ញាបានរងចាំដោយអត់ធ្មត់ឲ្យវិញ្ញាណដាវបង្ហាញខ្លួនបន្ទាប់ពីរងចាំអស់រយៈពេលយូរគាត់បានក្រោកឈរឡើងនៅនឹងកន្លែងដើម្បីគិតអំពីសំណួរដ៏លំបាកមួយគាត់មិនហាក់ដូចជាអន្ទះសារទល់តែសោះមិនន័យថាគាត់ដឹងថាវិញ្ញាណដាវគាត់ដូចជានៅនឹងប៉ុន្តែដូចជាមិនឃើញចឹងណាអស់នេះដូចជាការបំភាន់មើលទៅក៏ដូចជាលំហតទេចឹងទេណាក្នុងសង្ស័យក្នុងរមូរនេះឯងគឺមានន័យថាវិញ្ញាណដាវកំពុងអង្គុយយល់ជើងជាមួយនឹងឈិនពីនអាននៅលើស្ពានស្ពានដែលដុតដាវនឹងអានេះរលកពន្លឺមួយបានដេកឡើងនៅពីលើអាកាសបន្ទាប់មកស្ត្រីរាងខ្ពស់ម្នាក់បានដើរចេញពីចន្លោះទទេដែលអាចមើលឃើញបន្តិចបន្តួចដោយមានឈិនពីនអាននៅក្នុងដៃអ្នកប្រាជ្ញាបានដឹងខ្លួនហើយគាត់និយាយភ្លាមថាខ្ញុំទទួលស្គាល់ការបរាជ័យហើយស្អីទេចូលយើងកុំប្រយុទ្ធទៀតអីក្នុងករណីណាក៏ដោយវាមិនសំខាន់ទេថាតើការវាយប្រហារដោយដាវពីរដែលនៅសល់ត្រូវបានចាប់ផ្ដើមឬអត់មែនទេអញ្ចឹងមិនន័យថាគេសង្ស័យតែគេប្រងព្រៀងគ្នាទទួលការវាយប្រហារ3ដង2ដាវវិញមើលទៅឥឡូវតែមួយនឹងគាត់ថាអើចុះអត់ទេតែម្ដងនេះបានហើយមានស្នាមញញឹមបន្តិចបន្តួចនៅលើមុខរបស់វិញ្ញាណដាវហើយនាងបានសួរថាបើដូច្នេះតើយើងដោះស្រាយការញុះញង់ពីរបស់អ្នកមកលើខ្ញុំដោយរបៀបណាកំហុសដដែលមិនគួរធ្វើលើពី3ដងទេមែនទេអ្នកប្រាជ្ញាបាននិយាយទាំងសាយគាត់ចង់និយាយថាបើសិនជាយើងធ្វើខុសហើយម្ដង2ដងគេដូចគេមិនប្រកាន់ទេ3ដងបានគេយកទោសតែគាត់ចង់និយាយចេះណាស្ត្រីរៀងខ្ពស់នៅសម្លឹងទៅកាន់ភ្នំតៃហើយសួរថាតើគាត់ជាព្រះភ្នំថ្មីនៃភ្នំតៃមែនទេតើគាត់ស្ថិតនៅក្នុងតំណែងនេះយូរប៉ុណ្ណាហើយ
ហើយเป็นประกอบណា6,000ឆ្នាំនេះប្រជាបានឆ្លើយតបក្នុងរយៈពេលប្រហែល3,000ឆ្នាំមុននោះមានស្ថានភាពគឺជារបបច្របល់យ៉ាងខ្លាំងដោយព្រះភ្នំត្រូវបានជំនួសទាំងឆ្វេងទាំងស្ដាំសេចក្តីថ្លៃថ្នូរទាំងអស់ត្រូវបានបាត់បង់ហើយភ្នំខាងកើតគឺភ្នំតៃក៏មានម្ចាស់3ផ្សេងគ្នាក្នុងកំឡុងពេលនោះដែរក្នុងកំឡុងពេលដ៏ច្របូកច្របល់បំផុតភ្នំតៃធ្លាប់ត្រូវបានគេមើលឃើញថាជាកម្លាំងមួយដែលជាកម្មសិទ្ធិរបស់គោលលទ្ធិអារ្យដោយត្រូវបានសត្រូវយកឈ្នះនោះពិតជាពេលវេលាដែលសិលធម៌បានដួលរលំហើយភាពវឹកវរបានកាន់កាំទោះជាយ៉ាងណាក៏ដោយព្រះភ្នំបច្ចុប្បន្ននៃភ្នំតៃអាចរក្សាស្ថិរភាពបានរយៈពេល6,000ឆ្នាំទោះបីជាសំណាងបានដើរតួនាទីក្នុងរឿងនេះក៏ដោយហេតុផលធំជាងនេះគឺអំណាចដ៏គួរឲ្យខ្លាចរបស់គាត់កណ្ដាប់ដៃរបស់គាត់មានកម្លាំងគ្រប់គ្រាន់ហើយគាត់ក៏មិនខ្លាចក្នុងការប្រឈមមុខនឹងអ្នកដទៃដែរដូច្នេះតើអ្នកណាមិនខ្លាចគាត់វិញ្ញាណដើរបានចំអកហើយនិយាយថាសិលធម៌កំពុងដួលរលំនិងភាពវឹកវរកំពុងគ្រប់គ្រងឬប្រហែលជាការបង្រៀនទាំង3មិនសប្បាយចិត្តនឹងការចែកអត្ថប្រយោជន៍ឬប្រហែលជាពិភពលោកដ៏អស្ចារ្យបានជួបប្រទះនឹងការប្រឈមមុខដាក់គ្នារវាងល្អនិងអាក្រក់ឬចោលបរិសុទ្ធសិលធម៌វិញដោយសារនិស្ស័យរបស់គាត់តែគាត់អាចយកឈរមើលដោយរបៀបដោយស្ងៀមស្ងាត់ដោយរបៀបណាអ្នកប្រាជ្ញនោះបានដកដង្ហើមធំហើយឆ្លើយថាវាជារឿងវែងឆ្ងាយណាស់ហើយបំភ្លេចវាទៅស្ត្រីរាងខ្ពស់នោះបានអបដៃនៅពីក្រោយខ្នងហើយការបញ្ចេញមតិដោយទឹកមុងមើលងាយកាន់តែខ្លាំងឡើងថាដោយសារស្ថានភាពបានដោះស្រាយរួចរាល់ហើយពួកគេច្បាស់ជាមានចំនួនផ្ទៃក្នុងជាមិនខានហាសមរភូមិរវាងតាវដ៏អស្ចារ្យនិងការឆ្លោះប្រកែកគ្នារវាងសាលាកំណិត100នេះគឺមានច្រើនណាស់វាពិតជារស់រវើកណាស់ប៉ុន្តែតើលទ្ធផលជាយ៉ាងណាតើពិភពលោកเป็นជាខ្លាយជាកណ្ដែងប្រសើរជាងមុនមែនទេអ្នកប្រាជ្ញាបានសម្លឹងមើលវិញ្ញាណដាវហើយសម្លេងរបស់គាត់គឺរឿងមាំខ្លាំងណាស់ដោយគាត់បាននិយាយថានិកាយគង់ជឺជាធម្មតាមិនអាចចាត់ទុកថាមានភាពច្បាស់លាស់រហូតដល់អាចមើលឃើញបាននោះទេមិនមែនគ្រប់គ្នាសុទ្ធតែជាមនុស្សមានគុណធម៌ឬជាមនុស្សថ្លៃថ្នូរនោះទេទោះជាយ៉ាងណាក៏ដោយអ្នកប្រាជ្ញគង់ជឺរបស់យើងបានដាក់ចិត្តនិងប្រលឹងរបស់ពួកគេដើម្បីព្យាយាមធ្វើឲ្យរឿងនេះคล้ายជាការប៉ែនហើយវាមិនមែនជាការបំភ្លឺទេក្នុងការនិយាយថាពួកគេបានខិតខំប្រឹងប្រែងនិងឆ្លងកាត់ការលំបាកគ្មានព្រំដែនកំណត់ដូច្នេះស្នូលជាមូលដ្ឋាននៃលទ្ធិខុងជឺតែងតែត្រង់និងបរិសុទ្ធអ្នកមិនអាចបដិសេធរឿងនេះដោយពាក្យសម្ដីសាមញ្ញមួយបានទេនេះជាលើងទី3ហើយឬនៅវិញ្ញាណដើរបានសួរដោយសម្លេងរីករាយផ្លុតមាត់បាត់ហើយចឹងផ្លុតមាត់ហើយចឹងមិនន័យថាប៉ះពាល់ដល់វិញ្ញាណដើរផ្ទុយស្រឡះពីចរិតមិនធ្ងន់ធ្ងររបស់គាត់នៅពេលនោះអ្នកប្រាជ្ញារូបនេះពិនជាមិនព្រមបោះជំហានថយក្រោយសំបីតែមួយជំហាននៅពេលនេះទេសម្លេងរបស់គាត់ស្ងប់ស្ងាត់ពេលដែលគាត់និយាយថាប្រសិនបើអ្នកមានអារម្មណ៍ថារឿងនេះមិនត្រឹមត្រូវខ្ញុំអាចនិយាយការពិននឹងវែកញែកហើយបញ្យល់រឿងនេះដល់អ្នករាប់រយរាប់ពាន់ឆ្នាំទន្ទឹមនឹងនេះអ្នកក៏មានសេរីភាពក្នុងការប្រើដាវដើម្បីនិយាយហេតុផលផ្ទាល់ខ្លួនរបស់អ្នកផងដែរស្ត្រីរៀងខ្ពស់សម្លឹងមើលអ្នកប្រាជ្ញាស្គមនោះដោយប្រយ័ត្នប្រយែងតើអ្នកពិនជាបានចែកចាយនៅទ្រព្យសម្បត្តិរបស់អ្នកជាបរិសុទ្ធហើយទង់តែប្រលឹងរបស់អ្នកមែនទេតើអ្នកពិនជាចាត់ទង់ពិភពលោកនេះជាកន្លែងសម្រាប់ប្រលឹងរបស់អ្នកមែនទេអ្នកប្រាជ្ញានោះនៅស្ងៀមមួយសន្ទុះមុននឹងឆ្លើយថាត្រឹមត្រូវហើយចុះយ៉ាប់មកវិញស្ត្រីរៀងស្គមបានទុំចិនកំណិនចេតនាសម្លាប់ដោយខ្លួនឯងដោយខ្លួនអ្នករបស់ខ្ញុំហើយនិយាយដោយទឹកមុខស្មុគស្មាញថាក្រោយពីច្រើនឆ្នាំមកនេះមានតែអ្នកទាំងពីរប៉ុណ្ណោះដែលអាចធ្វើរឿងនេះបានទោះជាយ៉ាងណាខ្ញុំចង់ដឹងយ៉ាងខ្លាំងអំពីហេតុផលរបស់អ្នកតើវាមកពីអ្នកគោរពជំរឿរបស់មនុស្សនោះឬក៏មកពីអ្នកគ្មានជំរឿផ្សេងទៀត
ចំណុចដំណងមិនដំណងទេនោះដំណងជាសាសនាតាវដ៏អស្ចារ្យដោយខ្ញុំសន្និដោយឆ្នេះខ្ញុំសន្មតថាបរោះចាស់ចាស់នៅក្នុងនិកាយក្នុងជឿនឹងមិនអនុញ្ញាតឲ្យអ្នកទទួលបានជោគជ័យទេទោះបីជានេះមិនមែនជាកិច្ចការដ៏រីករាយមួយក៏ដោយការធ្វើត្រាប់តាមអ្នកដែលល្អជាងខ្លួនឯងគឺជារឿងធម្មជាតិនិងត្រឹមត្រូវអ្នកប្រាជ្ញាបានឆ្លើយដោយស្ងប់ស្ងាត់សាស្ត្រីរៀងខ្ពស់បានគិតមួយសន្ទុះមុននឹងសម្លឹងមើលទៅឈិនភិនអានហើយសើចំអករួចនិយាយថាមិនត្រឹមតែគោលដៅរបស់យើងសម្រេចបានទេប៉ុន្តែយើងថែមទាំងលើសពីការរំពឹងទុកទាំងអស់ទៀតផងដោយឃើញថាអ្នកបានធ្វើការជ្រើសរើសនេះហើយសំខាន់ជាងនេះទៅទៀតគឺដើម្បីជាប្រយោជន៍ដល់ម្ចាស់របស់ខ្ញុំចូលយើងទុកដាវពីដើមសម្រាប់ពេលក្រោយយល់ទេប្រសិនបើខ្ញុំស្រាប់តែមានអារម្មណ៍ខឹងនឹងអ្នកនៅថ្ងៃអនាគតយើងអាចដោះស្រាយទាំងបន្ទុកថ្មីនិងបន្ទុកចាស់ជាមួយគ្នាបានហើយស្មានតែលើកលែងហើយស្មានតែលើកលែងអាឈីដាវអាការវៃបហា2នេះគឺមិនបាច់ទេអីនឹងថាទុកចាំវៃលើក្រោយទៀតពេលនាងមានអារម្មណ៍ខឹងវាណានាងវាយទៅណាអ្នកប្រាជ្ញានោះក៏ឈប់និយាយភ្លាមដោយទឹកមុខធ្ងន់ធ្ងរបានបាត់ពីមុខភ្លាមគាត់បានទាសជើងរបស់គាត់ហើយសាយចំបករួចនិយាយថាមែនហើយចូលយើងទុកវាសម្រាប់ពេលក្រោយចូលគឺការទុកវាសម្រាប់ពេលក្រោយគឺល្អមនុស្សលោកទាំងអស់ចូលចិត្តទុំរបស់សម្រាប់ពេលក្រោយនៅយប់ចូលឆ្នាំថ្មីអូយអរចាដោយលឿនមកអញ្ចឹងមិនគេថាអញ្ចឹងមិនជាជួយឆានចរិតជួយឆានគឺទៅអញ្ចឹងមកដូចគ្នាហ្មងដូចគ្នាគ្រូរបស់គាត់នេះក៏ដូចគ្នាមែនដូចទាំងអស់ហ្មងនេះបើយើងនិយាយជារួមទៅដូចទាំងអស់ហ្មងអាចរិកក៏តោមអាចរិកនេះអត់អារិកស្អីហ្នឹងគឺហើយនិយាយឲ្យទ្រឹស្ដីអីផ្សេងៗដូចគ្នាទាំងអស់ហ្មងណាពួកគេមានចេតនាទុកចោលខ្លាមិនទាន់ចំសម្រាប់ថ្ងៃបន្ទាប់ហើយនេះបង្ហាញថានឹងតែងតែមានគ្រប់គ្រាន់សម្រាប់បរិភោគនិងប្រើប្រាស់នេះជាប្រផ្នូលល្អមួយចឹងអ្នកប្រាជ្ញាមើលទៅរីករាយដែលបានរួចផុតពីភាពរស់រានមានជីវិតមិនដឹងថាមាននរណាម្នាក់មើលមកគាត់យ៉ាងណាក៏ដោយទោះជាយ៉ាងណាក៏ដោយវិញ្ញាណដាវមិនបានយកចិត្តទុកដាក់ចំពោះរឿងនេះនោះទេហើយនាងបាននិយាយដល់សម្លេងត្រជាក់ថាអនុញ្ញាតឲ្យយើងចេញអ្នកប្រាជ្ញានោះបានក្រវីដៃអាវរបស់គាត់ហើយដើរទៅមុខដោយនិយាយដោយសម្លេងខ្លាំងៗថាផ្អៀងក្បាលទៅក្រោយហើយសើចខ្លាំងខ្ញុំចេញទៅតាមទ្វារឲ្យចុះអានេះបល័យគេនៅបល័យគេសូត្រណាឈិនពីនអានស្រាប់តែនឹកឃើញអ្វីមួយហើយគាត់បានសួរដោយសម្លេងស្ងប់ស្ងាត់ថាតើការវាប្រហារដាវរបស់ខ្ញុំពិនជាខកចិត្តខ្លាំងណាស់នៅពេលនោះមែនទេភ្នំធំនោះហាក់ដូចជាមិនរើទាល់តែសោះអ្នកចាស់ទុំក៏បាននិយាយផងដែរថាទេពកោសល្យរបស់ខ្ញុំជាមនុស្សនឹងដាវនឹងត្រូវបានកំណត់ដោយចំនួនតួអក្សរដែលខ្ញុំអាចរក្សាទុកបានទោះបីជាខ្ញុំមិនចង់ទទួលយកពួកគេក៏ដោយតួអក្សរទាំងនោះហាក់ដូចជាមិនចង់មករកខ្ញុំដែរតែនេះមានន័យថាទេពកោសល្យរបស់ខ្ញុំជាមួយនឹងដាវនឹងធម្មតាដោយទេពកោសល្យរបស់ខ្ញុំជាមួយនឹងកណ្ដាប់ដៃរបស់ខ្ញុំដែរឬឈិនពីនអានស្រាមតែហើយស្រពោនទៅហើយគាត់បានបន្តថាហើយព្រឹត្តិចារ្យក៏បាននិយាយថាប្រសិនបើខ្ញុំអូសជើងខ្ញុំនឹងអាចប្រើដាវបានត្រឹមតែកម្រិតទី7ឬ8ប៉ុណ្ណោះទោះបីជាខ្ញុំត្រូវផ្ដល់មូលដ្ឋានវឹកហាត់នៅកម្រិតទី10ក៏ដោយអ្នកណាក៏អាចនិយាយពាក្យសម្ដីដ៏អស្ចារ្យនិងធ្វើសេចក្តីថ្លែងការណ៍ដ៏គួរឲ្យចាប់អារម្មណ៍បានដែរទោះជាយ៉ាងណាក៏ដោយអ្វីៗនៅក្នុងលោកនេះពិបាកណាស់ពីព្រោះវាត្រូវធ្វើម្ដងមួយជំហានឈិនពីនអានជាអ្នកភូមិមកពីផ្លូវតូចបានយល់អំពីគោលការណ៍នេះច្បាស់ពេកហើយវិញ្ញាណដាវបានលូកដៃទៅខ្ទប់មុខក្មេងប្រុសនោះនាងញញឹមហើយឆ្លើយថាអ្នកនឹងដឹងនៅពេលអនាគតចេញបេងអានក៏ឆ្ងល់ថាគាត់កាប់ហ្នឹងអាភ្នំហ្នឹងអត់មានអីបាក់បែកអីមិនតិចផងហ្នឹងមិនន័យថាគាត់ថាគាត់អន់មែនក៏អីចឹងណាព្រោះគាត់កាប់ហើយគាត់សន្លប់ចឹងណានឹកឃើញអាសន្លប់ទៅនឹកឃើញហាន់លីគាត់ប្រើអាដាវនេះដំបងណាអាដាវវិញ្ញាណឋានសួគ៌ដែលជាជ្រៅរបស់គាត់ដំបងណាដាក់ពូលំហមិនអីទៅអស់លីហ្មងបាត់មាត់ជ្រាបហ្មងណាលីណាអស់ទាំងអាធម្មពលជីវិតមកកណោទៀតណា
như tên đèn đôn bên này mốt rồi xin bên an lần rồi hòm phứ có cho này chưa vay mùi bàn tay con bạn ai chui vay bán crown piece tệ sơ vì nhiên đào ban bằng ca tầm nệ tầm đôn flow chất cho mỗi năng trên bình an tăng bị du duyên năm một hai niên ban chập đáy mình bỏ nú hãy đai dư chua tờ thuế đạt bợ tranh pi rùm mù nhóm đằng hãy lộ mà chá nhóm bên chị nâng mình nơi nghiêm bẹp ní nơi trong phố một mình sài nu nở pe anh quạt tê cái lô niên vô chật lòm nè hai chặt tụng nè chia manu mình smart trắng Snam nhận nhầm phứ vàng môi bản rì rìa bể bình mông ở bà chính bình an miền ca thu sra là hai có miền sập hiệu một cột phòn đá ban khai tây chi mệt chật snet chỉ mới nâng về nhiệt đá hồi chứ về nhiệt đào vô chật thế nè đi cái đàn này đinh giá hồi tử sát trái của runu sra tại nghĩa một bên hai xua đôi sầm lên sập pôn bản tịch thà ta nè mình khai bong say amata tội chật tê mền tê trên phiên an ban kết ẩm pi rừng này mùi sẩn tú muốn về đại chলাই đôi smart tròn thà nhóm nâng xóm tô nế phát san ba đợi cho nó men tôi chỉ ra nay cả đôi chồng miền ả rầm tha rừng khla cua tại đội ní tức mốc rồi bọn đêm phô pin từ đôi tục xó hai việc mở tới đôi chỉnh niên hiệp nâng giống mùi giống thưa bay chi trên phiên an miền ả rầm chở bó vận tây cả đôi có từng mốc rồi bỏ quát nơi tại rừng căn nắp bé đã quật khám vào bộ mót dạng này quanมันจองกบฏจำเนื้อระบอกก็โดยสาแต่เรื่องนี้หนูเต้วิญญาณดาวสลับแต่ตุยสมนาอย่างครั้งเนี่ยบานเลิกเมดได้แต่การเช่นผินอ่านให้สัสธาเธอบานอย่างอ๋อจ้าชมนี่ก็ช่างใจแต่จ้าอย่างนี้ทำเนี่ยก็ในมันคล้ายในเนียงอันจัดได้ไอ้เนี่ยเปจีมันขังเตเหม็นเต้เช่นผินอ่านบานสัวได้สำเร็จมาเองđôi nơi tay can đai mình pro tôi nu vì nhận đáo cả chóm nó phải đèn điếng móc đo một thìa phim nu niêng cả bạn cho op mình pro nu chưa môi nâng snam nhận nhầm đỏ cả đáoได้bẩn tranhในเริ่มมุกระบาดนี้snam nhận nhầmระบาดนี้เป็นเชียพลือจังจังหายไปหาโดยจิตเลี้ยงกำปงจูประเทศนึ่งใส่กระไดรีเรียในกาเกงขนมพุยดอกเกาะกระดาษในทั้งไงรถเดินหลงงี้ดอตระเจียมวยนี่คือชีสเพียมังโกลได้มันอายปีปูระเนียบานเนียงมันควอลอัมพีอารมณ์ระบาดเชิงเป็นอันเนเปเนเตให้เนียงบานโดนวัดดอยรีเดธาอย่าพินอันต้นระบอกชมกูไอ้สลังนะไอ้เจ้าไอ้เนี่ยน่าถึงเชิงเตที่พินอันเมียนละรึงกลืนนั่นเองนั่นน่าเลยออกจังโน่ไม่ปลอกโนเมียนอารมณ์เปลี่ยนโดยจิตเรื่องเตียบ้างก็โชว์เงียบในหนึ่งกันเลยให้กำเนิดระบอกก็แต่เตสอาดบองใส่อมตะกรอนตาเจียจำนับอารมณ์ดำโบระบอกก้อนให้ตามไปเตอบองใส่ทอมคือเจียระเบียบดาลชิงผิงอันเป็นเจียเมื่อเคยสตรีกัวสระนุที่บำพัดเนียงบานเลงชิงผิงอันhaiเป็นเลี้ยงกรอกโฉล้างhaiเมื่อแต่กรอยเลี้ยงเคยท่าเนปราชาได้ปีบะยัวบ้านตรอมแต่รอกรมูวินหายเนปราชาโชแบกน้องแบกมุงเตอโปเกหายก็หายในเยธามันนูมันเนี่ยมันกลัวมือละไว้แดดตุยหนึ่งเพียบตรำตรึนึเต้เจ้าก็บารมขยมมันบานเคยอย่าไว้เต้หายขยมก็มันบานเรือไว้ได้เจ้าขยมกรอนแต่เพลย์อย่าไว้มวยเนเปนูโดยเฉพาะขยมตรึตลอดหมกวิ่งดำใบโยวิ่งหมกวิ่งไงเจ้าเฮ้ยอย่ามาเริ่มคานกี่สตรีพวกสระลารุนูเมียนอารมณ์หล่อขลังนะโดยเฉพาะเลี้ยงมันควอลปีเรื่องนี้เนเต้โซชีวทัวเซลทัวนึ่งเวียสนากรรมหรือกำเนิดดอตุลมตะเลกปุ่งปัวง่ายหนึ่งได้สระยาแต่งนี้มันอายจ้องหรือรึดบันตังเลี้ยงบานไล่เนื้อเลือเพลาในตาวดอกจาถลบเมียนมันนูมันเนี้ยได้มันเมียนเอาไว้กล้าวปีดาวหนึกนงได้ระบอกควันนกเพได้กวดได้ตัวหมกประสานบะมีนเอาไว้มวยเรียงเพลาระบอกกวนหนึ่งกับเวียจอลได้ดาวระบอกควันประสันบามีนไว้มวยอายุแต่ทัวก่อนหนึ่งโรคยุติทัวได้ดาวระบอกก่อนวันต่อปีงงวยเกณฑ์ได้เยอะเป็นหมื่นชนะวิญญาณดาวที่บำพรบานโรคเคยมาจากทำไมระบอกล้วนมาจากแตงปีระบอกเนียงขอคณีโดยยบหนึ่งไงย่างหน้ากับดอยเนียงมันมีอารมณ์ขอจัดเตประสันบาดำบงเลยเนียงบานเจริญเช่นผินอ่านแซ่จรวะในกระไดสังคมหนึ่งประสันบา
đò tôi bẩm phật ní đời xa tại trí chỉnh chốn nu ở lâu ní niêng nâng bắt để xa mình sạp quạt thế tôi bay chỉ quạt bàn rùa lần vinh cả đói hỏi prap niêng tha niêng khó hai mình cuối chỉ rực mấy pro tội ní tế niêng mình sạp quạt thế tôi bay chỉ quạt ban để gì ca bằng riêng nâng cô ca đỏ cha này chẳng mê tự tiết cả đói niêng ban lên trên bình an hải thưa xảy nhá ở quạt tờ mông giúp cho nó ban tranh tờ cáo tạm thuyềnสำลังเมื่อสมาระบอกว่าเดินเนื้อแต่ตวนซอยวิญญาณดาวบันดาตามปีกรอยกอดย่างเด็ดดอลมนุษย์ครบรู้สันแต่เมียนอาณาจักรมวยในขนมจัดระบอกพวกเกเนื้อดำดอเฮาเวียท่าบรรทบนำครวมขณะได้มนุษย์ธรรมดาเฮาเวียท่าเบดดงบังในจันกรอนตายจีบในมวยในเรื่องนี้เป็นเนาะการโนเปโชเนเลบังขนมจัดบอชินพินอ่านวิญญาณดาวบางเคยเตยเมย์ปัวซอดอทมระเบิงระเบิดเวียดอ่านโดยเดอายเฟอร์เตอร์บ้านบนต่อปีมวยระเยะเนื้อบ้านรกเคยอย่าไว้มวยแต่ขอพลายปีปะเรทานจุ่มเบียงคล้วนเนื้อบ้านรกเคยต่ำรงเป็นในอาณาจักรในจันได้สมใบแต่เขมรปลอโตยก็มันดังได้ตัวที่เขมรไอก็มันเนี่ยแต่เมียนอายุตรึมแต่บุญหรือปรามชนำปนเนาะควันกำปงรวยคล้วนเนื้อเหลือได้ระบบกวนออบจังควงระบบกวนหายกวนกำปงอังคุยเนื้อตีนูแต่มันไอโดยขมิ้นเนื้อหนาออมดำหนักควันเนื้อชอมหนังเชิงระบบกวนคือเชียสใบเชิงจำบางตัวเหมยคู่ไม่เพราะตัวนูแต่อังคุยเนื้อตีนูโดยเงืองชงอลโดยนี้เนื้อกระแบกไม่เพราะตัวนูคือเชียพโนตัวมวยแต่ขมิ้นสละชัวในจิตพโนบรรจสอบนี้เมียนพโนได้ปีเสียงเตียนแต่เมียนตุ่มอมตัวจังนี้แต่เตียนพโนได้แต่นูเมียนเรียงตัวเชี่ยกปูลพนมในเป็นนาเด็กไม่เพราะตัวนูสำระครบครันกวนหนังเปียสใบเชิงจำบางตัวระบบกวนหายรวดเตอร์กันไล่ชายมวยในตีนูกวนหนังเรือพนมตัวมวยหายดักเวียตรล้อมเตอร์พโนแต่ขมิ้นสลายชัวเฟ้นนี่คือเชี่ยไก่กาดอลำบากมวยหายกวนนั่งอายดักพนมโต้ยบานเติมไตจำง่ายใครปนนอกน้องมวยเปลกันพนมโต้ยเตียงเนื้อเมนโปรโต้ยแต่แต่เมียนตรามวยตราโต้ยมวยชัวปีจังแกนึ่งมัวหรือใส่โต้ยมวยเปียเนเลิกบ้าตราโต้ยนูหนึ่งเร่เติตามจำเฮียนระบอกเมนโปรโต้ยตัวชี้ย่างหน้ากระดอยจำเลยนะเมียนการฉลองบัญจังปีเตี้ยบเปียบรอขมเมงโปรโต้ยปีเพลาโต้ยนเตพระเชียนในขนมกำเนิดระบอกเมงโปรโต้ยนูเมียนเตี้ยสำหรับกวนตลอดตะเวนเตวันต่อเปียปุมาได้ระบอกกวนบานสลับเตโดยในหายควันตัวตูจังเยี่ยมพโนโต้ยมวยนูเวงตั้งมุกระบอกกวนเรื่องรู้หายกวนตายแต่จรวนจันเจ้ามาหายข้ามบ่บ่ม้วนตัวชี้ย่างหน้าก็ได้เมย์ประตูก็นึ่งอย่างนี้มาดอมากาได้หายนี้พระเชียได้ซาแต่ก่อนปานจูประเทศนึงเอาไว้มวยได้เป็นจีกูอ้อยสบายจันขนมกำลังเป็นนี้ก้อนหนึ่งนี่เจสงัดตะการพโนโตดมวยบ่มดบอกก้อนหนึ่งเรือบันเตยเมียนสำเร็จนะมวยเล็กๆในขนมอ่านน่าจะในจัดบอกกเตตัวชี้ย่างหน้าก็ได้วิญญาณดาวเมียนตำเนตำนงเพลาจัดจมวยหนึ่งก้อนโดยเฉพาะเนียงอายลือเปียสงัดระบอกกวดดอยทั่วมาเจียนมาเจ้าบ้านจูบองไซอมตะมันเนี้ยเมื่อเตอโดยเจี๋ยไม้ขลังน้าเปเนียงหย่อนย้ำกล้ามปีเปได้กวดดักพนมโตยเติบเตียขมิ้นพระโตยโนสเตอร์แต่มันได้จะเจนปีพโนโตยโนเตปีมวยเปเตอมวยเปวีเมื่อเตอโดยเจี๋ยกวดกำปงแต่การได้นนามันเนี้ยเปกวดได้ชงายจำง่ายใครเติบเพียขันตัววิโดยเจ้ากอดกำปงแต่การได้เขมรใส่ตัวมันเนี่ยตัวจีจานากระดอยเขมรปลอดตัวนู้เนื้อแต่เงี้ยหมกมือพโนดอยเงียบงันเรียงรัวจำเฮียนปีใบได้บางหางยังสปาปีเพียบเสเตอร์ระบอกกอดขนมกาเดินง่ายเป้ตัวจีจานากระดอยเมียนสถานเพียบมวยประเภทได้เขมรปลอดตัวหนังรถอย่างเลื่อนหายรถแต่ง่ายโดยขมาตัวระบอกกอดเงือบล้างหายพเนระบอกกอดสำลังเมื่อเตอเหลือเมวิโดยจีกวดกำปงดังตามดำน้ำมันเนี่ยในเหลือเมฆดาวบ้านจ่าใช้หายกำปงแต่ทั่วดำเนินแต่กันกันได้ช่างมวยแต่มันได้ท่าเก่งใหญ่เรียบร้อยอันปีกันเลยใหญ่
สมมติផ្លូវចិត្តរបស់ឲ្យចេញពីអានទេណាដល់ពេលនៃវិញ្ញាណដាវគាត់បានចូលទៅអញ្ចឹងវាមានអាកលែងមួយទៀតអាណាចក្រមួយទៀតនៅក្នុងផ្លូវចិត្តសមុទ្រផ្លូវចិត្តរបស់គាត់ចឹងអ្នកអស់នេះអញ្ចឹងទៅគឺឲ្យវិញ្ញាណដាវគាត់ចូលទៅក្នុងនោះគឺឃើញឲ្យជិនពីអាននៅតូចទៀតណាដូចកូនក្មេងតូចហ្នឹងណាអស់នេះគេរៀបរាប់មកទាំងអស់ហ្នឹងណានេះប្រាចាស់នោះមានទឹកមុខស្រងោតស្រងានពេលដែលគាត់ឈរនៅខាងក្នុងរមូរពន្លឺត្រូវបានស្រង់ចេញពីស្មៅខៀវប៉ុន្តែមានពណ៌ហើយខ្មៅជាងស្មៅខៀវនេះនៅតែជាលទ្ធផលមួយបរិះចំណាស់ងក់ក្បាលហើយឆ្លើយថាពិតមែនហើយគាត់បាននៅស្ងៀមអស់មួយរយៈពេលគាត់បានដឹងថាពិភពលោកទាំងមូលចាប់ដើមញួរបន្តែគាត់ក៏បាននិយាយដោយកំហឹងថាឯងអត់ធ្មត់ចំពោះក្មេងប្រុសនោះខ្លាំងណាស់ដូច្នេះឯងមិនអាចអត់ធ្មត់ចំពោះខ្ញុំបានច្រើនជាងនេះទេមែនទេអីចឹងអូត្រូវហើយឥឡូវឯងដឹងពីរបៀបញញឹមហើយប្រសិនបើរឿងព្រេងដែលបន្សល់ទុកដោយពួកអមតៈដាវបុរាណជាការពិននោះពួកអមតៈដ៏មានអំណាចដែលត្រូវបានអ្នកកាប់ដោយគែមនៃសេចក្តីស្លាប់និងសម្លឹងមើលចេញប្រសិនបើពួកគេឃើញអ្នកក្នុងទម្រង់បច្ចុប្បន្នរបស់អ្នកប្រជាបានងើយមើលទៅលើមេឃនៃពិភពលោកតូចនោះហើយវាហាក់ដូចជាភ្នែករបស់គាត់កំពុងទម្លុះតាមស្រទាំជាច្រើននៃមេឃគាត់ស្រាំតែសាយចំអកខ្លួនឯងហើយនិយាយថាដូចជាមេឃមិនដែលអស់ធម្មពលទេដូច្នេះយើងគួរតែខិតខំឲ្យខ្លួនឯងកាន់តែប្រសើរឡើងជានិច្ចវាជាពាក្យដ៏អស្ចារ្យមួយនេះនឹងនៅតែជាការពិនសូម្បីតែបន្ទាប់ពីរាប់ម៉ឺនឆ្នាំក៏ដោយគ្មានអ្វីចម្លែកទេដែលបុព្វបុរសខុងជឺរបស់យើងត្រូវទទួលបានចំណេះដឹងដោយរៀបសារពីអ្នកនៅពេលនោះដោយមើលទៅមិនត្រឹមតែយើងជាអ្នកប្រាជ្ញយឺតជាងគេក្នុងការទទួលយកការអនុវត្តនៃការនិយាយហេតុផលប៉ុណ្ណោះទេប៉ុន្តែយើងក៏នៅឆ្ងាយពីការឈានដល់ស្ថានភាពដែលយើងអាចបញ្យល់បានពេញលេញផងដែរ